ជំរាបសួរលោកគ្រូទេបាទខ្ញុំបាទឈ្មោះមុនពេជ្រមានលេខរៀងនាទី19បាទថ្ងៃនេះខ្ញុំធ្វើការបកស្រាយតទៅជាមួយនឹងមុខវិជ្ជាវិតម្លៃការសិក្សាបាទអញ្ចឹងចំណុចសប្តាហ៍ទី4នេះតទៅមួយគោលការណ៍នៃការវិតម្លៃប្រកបដោយគុណភាពបាទអញ្ចឹងក្នុងវត្ថុបំណងមានរបស់យើងវេទិការបស់យើងមាន5ចំណុចបាទទី1តទៅមួយសក្តិដើមនិយមន័យប្រសិទ្ធភាពនៃការវិតម្លៃការសិក្សាចំណុចទី3តទៅមួយលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សា4បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡង5ប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងបាទអញ្ចឹងទៅមួយសក្តិដើមគឺបាទគឺការវិតម្លៃសិក្សាត្រូវបានប្រើដើម្បីវិនិច្ឆ័យពីលទ្ធផលការសិក្សានិងអនុវត្តរបស់សិស្សបាទ2តើអ្វីជាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាអញ្ចឹងប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាសម្រាប់ទៅលើប្រសិទ្ធភាពក្នុងការវាស់វែងការវិតម្លៃនិងជឿជាក់បានពីការបោះស្ទង់ការយល់ដឹងឬចំណេះដឹងនិងជំនាញរបស់សិស្សការវិតម្លៃដែលមានគុណភាពផ្ដល់ផលិតផលដែលទៀងទាត់និងគ្រប់គ្រងការសិក្សានិងការលើកទឹកចិត្តសិស្សប្រាប់ឲ្យដឹងពីការសម្រេចចិត្តក្នុងការបង្រៀនបាទអញ្ចឹងការវិតម្លៃពិតជាមានប្រសិទ្ធភាពក្នុងការទាំងការសិក្សានិងការបង្រៀនពីព្រោះមានការចូលរួមទាំងទ្វេភាគីមិនថាសិស្សឬក៏គ្រូនៅពេលដែលយើងធ្វើការវិតម្លៃទៅកាន់សិស្សគឺយើងអាចដឹងពីសមត្ថភាពរបស់ពួកគេហើយយើងអាចបំពេញនៅចំណុចដែលពួកគាត់ត្រូវការបន្ថែមបាទចំណុចបន្តគឺតទៅមួយលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃសិក្សាបាទអញ្ចឹងក្នុងការលក្ខណៈវិនិច្ឆ័យធានាប្រសិទ្ធភាពក្នុងការវិតម្លៃការសិក្សាមានដូចជាការជ្រើសរើសតេស្តការធ្វើតេស្តអនុវត្តអត្ថបទសំណួរផ្ទាល់មាត់ការសង្កេតគ្រូឬក៏ការវិតម្លៃខ្លួនឯងជាសិស្សអញ្ចឹងក្នុងនាមជាបាទគ្រូបង្រៀនបាទយើងបានរៀបចំប្រព័ន្ធតេស្តមានច្រើនប្រភេទបាទមានក្នុងសម័យបច្ចុប្បន្នភាពនេះមានតេស្តយើងអាចប្រើប្រាស់ក្នុងលក្ខណៈជា Google Form ដែលមានជា multiple choice បាទក្នុងការឲ្យសិស្សជ្រើសរើសហើយពិចារណាអនុវត្តបានពិចារណាសិស្សថ្នាក់ធំបាទថ្នាក់អនុវិទ្យាល័យអីពួកគាត់អាចធ្វើបានបាទនៅពេលដែលចប់មេរៀនគ្រូអាចតម្លាក់ Google Form ដើម្បីឲ្យគាត់ចូលធ្វើតេស្តហើយគ្រូអាចមានកំណត់បន្ទុកឬសំណួរខុសត្រូវក្នុងតតែម្ដងបាទលក្ខណៈបន្តគឺតទៅជាមួយនឹងការបញ្ស៊ីវិធីសាស្ត្រ